ជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងពេលនេះខ្ញុំបាទនឹងលើកយកនៅរឿងនិទាននិយាយជាប់តាក់ទងទៅនឹងមន្តអាគមតែម្ដងហើយរឿងនេះគឺកើតឡើងនៅក្នុងភូមិដាច់ស្រយាលមួយតែខ្ញុំសូមមិនបញ្ចេញឈ្មោះនោះទេរឿងនោះដែលមានចំណងជើងថាអាគមព្រៃខ្មៅចឹងទេដើម្បីកុំឲ្យខាត់ពេលវេលាយូរនាំអារម្មណ៍ពុកម៉ែបងប្អូនទៅតាមដានស្ដាប់ទាំងអស់គ្នាដូចតទៅហើយសូមស្ដាប់ដោយការពិចារណាគ្រាន់តែជាការកំសាន្តបានហើយកុំយកទុកនៅក្នុងអារម្មណ៍ជឿទៅនឹងរឿងទាំងអស់នេះពេកពីព្រោះរឿងខ្លះគឺយើងត្រូវការបញ្ចេញបញ្ចូលដើម្បីឲ្យវាស៊ីទៅជាមួយនឹងសាច់រឿងដើម្បីឲ្យអ្នកស្ដាប់បានស្ដាប់មកមានការជក់ចិត្តអញ្ចឹងយើងទៅតាមដានទាំងអស់គ្នាដូចតទៅនៅភូមិតូចមួយជាប់ជើងភ្នំគឺមានព្រៃដ៏ក្រាស់មួយព្រៃនោះគេហៅថាព្រៃខ្មៅហើយគ្មាននរណាម្នាក់ហ៊ានចូលទៅនឹងព្រៃនោះជ្រៅនោះទេព្រោះថាមានរឿងនិទានតគ្នាថាឲ្យតែនៅពេលរាត្រីយប់ជ្រៅគឺគេតែងតែឮសំឡេងសូត្រមន្តចម្លែកចេញចំពីកណ្ដាលព្រៃនោះតែម្ដងហើយនៅក្នុងភូមិផងដែរគឺមានយុវជនម្នាក់ឈ្មោះថាវិសាលគេគឺជាមនុស្សក្លាហានហើយមិនសូវជាជឿទៅនឹងរឿងអបិយជំនឿអ្វីនោះឡើយថ្ងៃមួយជីតាចាស់ម្នាក់នៅក្នុងភូមិគាត់បានប្រាប់ទៅកាន់វិសាលថាវិសាលចៅកុំចូលទៅក្នុងព្រៃខ្មៅនោះជាដាច់ខាតណាអ្នកដែលចូលទៅហើយក៏តែងតែត្រឡប់មកវិញដោយមានស្នាមបាតដៃខ្មៅនៅលើខ្នងហើយបាត់ខ្លួនជាបន្តបន្ទាប់វិសាលសោចហើយញញឹមតិចវិសាលមិនជឿទៅនឹងជីតានោះទេប្រហែលជារឿងដែលគេបង្កើតឡើងជារឿងធ្វើឲ្យមនុស្សខ្លាចតែប៉ុណ្ណោះវាជារឿងប្រឌិតតែប៉ុណ្ណោះនេះគឺជាការគិតរបស់វិសាលហើយជីតាចាស់ក៏បានសម្លឹងទៅកាន់វិសាលយ៉ាងយូរមុននឹងនិយាយថាកូនអើយរឿងខ្លះមិនចាំបាច់ជឿនោះទេតែត្រូវគោរពវាណាប៉ុន្តែពាក្យទាំងអស់នោះមិនអាចទប់ចិត្តវិសាលបានឡើយនៅយប់ព្រះច័ន្ទពេញវង្សគេក៏បានយកចង្កៀងហើយក៏បានដើរចូលទៅក្នុងព្រៃខ្មៅនោះតែម្នាក់ឯងច្របក់ត្រជាក់កាត់ដើមឈើធំបង្កើតបានជាសម្លេងដូចជាអ្នកកំពុងតែខ្សឹបខ្សៀវវិសាលក៏បានដើរចូលទៅកាន់តែជ្រៅយប់ក៏កាន់តែស្ងាត់ទៅរហូតដល់គេឃើញប្រាសាទបុរាណមួយដែលគ្មាននរណាម្នាក់ធ្លាប់និយាយថាមាននោះទេហើយក៏គ្មាននរណាម្នាក់ដឹងថានៅក្នុងព្រៃនោះមានប្រាសាទបុរាណនោះឡើយទ្វារប្រាសាទក៏បានបើកចង្ហរហើយនៅលើជញ្ជាំងគឺមានស្នាមបាតដៃខ្មៅរាប់រយវិសាលក៏បានយកដៃរបស់ខ្លួនទៅស្ទាបព្រាមនោះផងដែរចោលខ្លាំងក៏បានបក់មកពីគ្រប់ទិសទីសម្លេងចម្លែកមួយក៏បានលាន់ឡើងហើយអ្នកដែលបានប៉ះទៅនឹងស្នាមបាតដៃដែលនៅលើជញ្ជាំងនោះគឺជាអ្នកដែលបានប៉ះនោះគឺជាវិសាលនឹងឯងហើយវិសាលនឹងคล้ายទៅជាអ្នកស្នងអាគមនោះតែម្ដងវិសាលមានការភ័យស្ទើររួចមិនរួចទៅហើយប៉ុន្តែអ្វីដែលគេមិនដឹងនោះគឺនៅពីក្រោយខ្នងរបស់គេគឺមានស្រមោលខ្មៅមួយកំពុងតែឈរហើយលើដៃរបស់វាគឺមានស្នាមបាតដៃដូចនៅលើជញ្ជាំងប្រាសាទអញ្ចឹងវិសាលមានការឈរស្ងៀមទាំងដែលបេះដូងគឺលូតញាប់សម្លេងចម្លែកដែលលាន់ចេញពីក្នុងប្រាសាទនៅតែបន្លឺឡើងម្ដងអ្នកដែលបានប៉ះស្នាមបាតដៃនោះនឹងបានខ្លាយជាអ្នកស្នងគុំគេក៏បានបែរខ្នងភ្លាមផងដែរស្រមោលខ្មៅដែលឈរពីក្រោយវិសាលនោះគឺមិនបានជាឃើញទៀតនោះទេប៉ុន្តែភាពត្រជាក់សន្ធប់នៅតែគ្របដណ្ដប់ជុំវិញខ្លួនរបស់វិសាលក៏បានសម្រេចចិត្តរត់ចេញពីប្រាសាទនោះគេរត់កាត់ផ្លូវព្រៃងងឹតដោយមិនហ៊ានងាកក្រោយសូម្បីតែម្ដងប៉ុន្តែពេលដែលទៅដល់មាត់ព្រៃគេត្រូវបានភ្ញាក់ផ្អើលភូមិដែលធ្លាប់ស្គាល់បែរជាមិនដូចដើមនោះឡើយផ្ទះជាច្រើនចាស់ទ្រុឌទ្រោមដើមឈើធំដុះព័ទ្ធជុំវិញភូមិមនុស្សដែលធ្លាប់តែដើរកាត់បុកគេមានការស្លៀកពាក់ប្លែកនេះជាអ្វីទៅវិសាលមានការឆ្ងល់ជាខ្លាំងវិសាលសួរខ្លួនឯងហើយគេក៏បានរត់ទៅរកផ្ទះរបស់ខ្លួនប៉ុន្តែផ្ទះនោះគឺនៅសល់តែត្រឹមតែគ្រឹះថ្មបាក់បែកតែប៉ុណ្ណោះនៅក្បែរនោះមានបុរសចំណាស់ម្នាក់កំពុងតែអង្គុយ
លោកតាផ្ទះនេះជាផ្ទះរបស់អ្នកណាបរិសុទ្ធចំណាស់ក៏បានសម្លឹងមើលគេដោយភ្នែកភ្ញាក់ផ្អើលឯងមុខដូចជាវិសាលណានេះវិសាលក៏បានឆ្លើយថាខ្ញុំគឺវិសាលនឹងតើលោកតាបរិសុទ្ធចំណាស់ក៏បានញ័រខ្លួនតែម្ដងមិនអាចទេវិសាលបានបាត់ខ្លួនទៅក្នុងព្រៃខ្មៅជាង50ឆ្នាំហើយពាក្យទាំងអស់នោះគឺធ្វើឲ្យវិសាលមានការស្លន់ស្លោជាខ្លាំងសម្រាប់គេគឺគ្រាន់តែចូលទៅក្នុងព្រៃមួយយប់តែប៉ុណ្ណោះតែសម្រាប់ពិភពខាងក្រៅវិញពេលវេលាបានកន្លងផុតទៅរហូតដល់ទៅ50ឆ្នាំបាត់ទៅហើយភ្លាមនោះផងដែរគេក៏មានអារម្មណ៍ថាឈឺចាប់នៅខាងក្រោយខ្នងពេលដែលលើកអាវមើលស្រាប់តែមានស្នាមបាតដៃខ្មៅមួយបង្ហាញច្បាស់នៅលើស្បែកបុរសចំណាស់ក៏បានដកដង្ហើមយ៉ាងវែងវាងក៏បានចាប់ដើមហើយអ្វីចាប់ដើមទៅវិសាលក៏បានឆ្ងល់លោកតាក៏បានដឹងយ៉ាងច្បាស់ថាអាគមស្នាមបាតដៃគឺបានស្នងរកម្ចាស់ឃើញហើយបុរសចំណាស់ក៏បានប្រាប់ថាកាលពីជាច្រើនសតវត្សរ៍មុនគឺមានគ្រូអាគមខ្មៅម្នាក់ឈ្មោះថាតាអន្តរវិញ្ញាណគាត់ក៏បានប្រមូលនៅអំណាចពីវិញ្ញាណព្រៃនិងបង្កើតអាគមមួយដែលអាចបញ្ឈប់ពេលវេលាមុនស្លាប់គាត់ក៏បានបិទនៅអំណាចរបស់ខ្លួនក្នុងប្រាសាទកណ្ដាលព្រៃខ្មៅនោះអ្នកណាដែលបានប៉ះស្នាមបាតដៃនោះនឹងបានคล้ายទៅជាអ្នកស្នងអាគមប៉ុន្តែអ្នកស្នងទាំងអស់គឺមិនដែលរស់រានមានជីវិតយូរនោះឡើយរៀងរាល់ព្រះច័ន្ទពេញវង្សស្នាមបាតដៃនឹងធំឡើងបន្តិចម្ដងនៅថ្ងៃដែលស្នាមគ្របដណ្ដប់ពេញខ្លួនវិញ្ញាណរបស់អ្នកស្នងនឹងត្រូវអាគមលេបយកតែម្ដងវិសាលមានការស្ងប់ស្ងាត់គេមិននឹកស្មានថាការចង់ដឹងចង់ឃើញរបស់ខ្លួននឹងនាំមកនៅរឿងដ៏គួរឲ្យខ្លាចបែបនេះនោះឡើយប៉ុន្តែយុគនោះផងដែរពេលដែលគេកំពុងតែដេកនៅក្នុងផ្ទះបុរាណចំណាស់នោះសំឡេងខ្សឹបមួយក៏បានលាន់ក្បែរត្រចៀកត្រឡប់មកប្រាសាទវិញសំឡេងនោះក៏ដូចជាលាន់ចេញពីគ្រប់ទិសទីវិសាលក៏ស្ទុះចាប់ចង្គៀងប៉ុន្តែមួយពព្រិចភ្នែកប៉ុណ្ណោះស្រមោលខ្មៅក៏បានបាត់ទៅវិញនៅសល់តែស្នាមដៃខ្មៅមួយនៅលើជញ្ជាំងព្រឹកឡើងគេក៏បានប្រាប់បុរសចំណាស់អំពីហេតុការណ៍ដែលបានជួបបុរសចំណាស់ក៏បានស្ងាត់មួយសន្ទុះមុននឹងនិយាយថាវិញ្ញាណអ្នកស្នងអាគមមុនកំពុងហៅឯងទៅហើយមានវិធីបំបត្តិស្នាមនោះទេលោកតាវិសាលក៏បានសួរទៅកាន់លោកតាបែបនេះលោកតាក៏បានឆ្លើយថាប្រហែលជាមានតែគ្មាននរណាធ្លាប់សាកល្បងបានជោគជ័យនោះទេគាត់ក៏បានប្រាប់អំពីសៀវភៅបុរាណមួយដែលគេហៅថាគម្ពីរពន្លឺតាមរឿងព្រេងសៀវភៅនោះទុកនៅមុនការពីបុរាណដែលអាចទប់ទល់ទៅនឹងអាគមខ្មៅបានប៉ុន្តែសៀវភៅនោះគឺត្រូវបានលាក់ទុកនៅវត្តបាក់បែកមួយកណ្ដាលភ្នំខ្មៅនោះឯងវិសាលក៏បានសម្រាប់ចេញដំណើរបន្តទៀតល្ងាចថ្ងៃដដែលគេក៏បានធ្វើដំណើរឆ្លងកាត់ព្រៃនិងភ្នំជាច្រើននៅពេលដែលមេឃចាប់ផ្ដើមងងឹតគេក៏បានទៅដល់វត្តចាស់មួយនោះដំបូលគឺមានការបាក់បែកសភាពរបស់វត្តមើលទៅទ្រុឌទ្រោមស្មៅដុះព័ទ្ធជុំវិញទីធ្លាព្រះពុទ្ធបដិមាជាច្រើនពោពេញទៅដោយស្លែបៃតងទោះបីជាវត្តគឺត្រូវបានបោះបង់ចោលយូរឆ្នាំហើយក៏ដោយក៏នៅតែមានអារម្មណ៍ថាស្ងប់ស្ងាត់ចម្លែកប្លែកខុសពីធម្មតាវិសាលក៏បានដើរចូលទៅក្នុងព្រះវិហារនៅកណ្ដាលបន្ទប់ព្រះវិហារគឺមានហឹបឈើមួយដ៏ធំគេក៏បានបើកវាយឺតក្នុងនោះមានសៀវភៅចាស់មួយក្បាលគ្របដោយធូលីពីពេញ
នៅលើគម្របសរសេរថាគម្ពីរពន្លឺវិសាលក៏មានការត្រេកអរជាខ្លាំងដោយឃើញគម្ពីរនោះដែលលោកតាបានប្រាប់ប៉ុន្តែព្រាមនោះផងដែរសំឡេងអ្វីមួយក៏បានលាន់ចេញពីខាងក្រោយគិតគេក៏បានបែរមើលរូបចម្លាក់ថ្មមួយដែលឈរក្បែរទ្វារកំពុងតែផ្លាស់ទីយឺតបន្ទាប់មកមួយទៀតហើយមួយទៀតរូបចម្លាក់ទាំងអស់គឺមានការផ្លាស់ទីដូចគ្នារូបចម្លាក់ទាំងអស់នៅក្នុងវត្តក៏បានចាប់ដើមរស់ឡើងវិញភ្នែករបស់ពួកវាក៏បានបញ្ចេញនៅពន្លឺខៀវស្លេកវិសាក៏បានចាប់នៅសិភៅហើយក៏បានរត់ចេញរូបចម្លាក់ទាំងនោះក៏បានដេញតាមពីក្រោយវិសាផងដែរសំឡេងជើងថ្មបុកពីខាងក្រោយលាន់ឡើងរំជួយពេញវត្តតែម្ដងគេក៏បានរត់ចុះចណ្ដើររត់កាត់ទីធ្លានិងចេញផុតទ្វារវត្តព្រាមនោះផងដែររូបចម្លាក់ទាំងអស់ក៏បានឈប់ដូចជាមានអ្វីមួយមិនអនុញ្ញាតឲ្យពួកវាចេញពីវត្តនោះទេវិសាក៏បានដកដង្ហើមធំប៉ុន្តែពេលដែលគេមើលសៀវភៅនៅក្នុងដៃក៏មានក្រដាស់មួយធ្លាក់ចេញមកលើក្រដាស់នោះគឺមានសារមួយសរសេរដោយអក្សរបុរាណអ្នកស្នងអាគមមិនអាចបំផ្លាញអាគមបានទេព្រោះថាអាគមនោះគឺស្ថិតនៅក្នុងខ្លួនរបស់គេរួចទៅហើយនេះគឺជាអ្វីដែលវិសាលបានឃើញនៅក្នុងក្រដាស់សដែលបានធ្លាក់ចេញពីសៀវភៅនោះវិសាលមានអារម្មណ៍ត្រជាក់សពរាងកាយហើយនៅខាងក្រោយក្រដាស់នោះគឺមានផែនទីមួយផងដែរផែនទីដែលបង្ហាញទីតាំងសម្ងាត់នៅក្រោមប្រាសាទព្រៃខ្មៅនោះកន្លែងដែលគេហៅថាបន្ទប់វិញ្ញាណ1000កន្លែងដែលគ្មានអ្នកណាធ្លាប់ចូលទៅហើយត្រឡប់មកវិញនោះទេវិសាកាន់ផែនទីនៅក្នុងដៃយ៉ាងជាប់ទាំងចិត្តមិនស្ងប់សារដែលសរសេរនៅក្នុងគម្ពីរពន្លឺគឺធ្វើឲ្យគេកាន់តែព្រួយបារម្ភជាខ្លាំងហើយអ្នកដែលស្នងអាគមមិនអាចបំផ្លាញបាននោះទេគេតែងតែនឹករលឹកនៅពាក្យទាំងអស់នេះប៉ុន្តែបើគេមិនព្យាយាមទេវិសាមិនដឹងថាថ្ងៃណាមួយស្នាមបាតដៃខ្មៅនៅលើខ្នងនឹងលេបយកនៅជីវិតរបស់គេនោះឡើយយប់នោះផងដែរគេក៏បានសិក្សានៅគម្ពីរពន្លឺនោះក្នុងទំព័រចុងក្រោយគឺមានការរៀបរាប់អំពីកន្លែងសម្ងាត់មួយនៅក្រោមប្រាសាទព្រៃខ្មៅនោះកន្លែងនោះគឺបន្ទប់វិញ្ញាណ1000នេះឯងគេក៏បាននិយាយផងដែរថាវិញ្ញាណរបស់អ្នកស្នងអាគមគ្រប់ចំនួនគឺត្រូវបានឃុំឃាំងនៅទីនោះហើយនៅកណ្ដាលបន្ទប់គឺមានវត្ថុបុរាណមួយចំនួនដែលទាំងអស់នោះគឺសិតសឹងតែជាវត្ថុបុរាណក៏ប៉ុន្តែអ្វីដែលគេចាប់អារម្មណ៍គឺមានវត្ថុបុរាណមួយដែលមានឈ្មោះថាថ្មបេះដូងអាគមប្រសិនបើថ្មនោះត្រូវបានបំផ្លាញអំណាចអាគមទាំងមូលនឹងរលាយបាត់តែម្ដងពីថ្ងៃក្រោយមកវិសាក៏គេបានត្រឡប់ទៅព្រៃខ្មៅម្ដងទៀតតែនៅពេលដែលគេចូលទៅដល់ប្រាសាទចាស់អ្វីៗគឺហាក់ដូចជាកំពុងតែចាំគេទ្វារធំក៏បានបើកចំហដោយខ្លួនឯងនៅលើជញ្ជាំងស្នាមបាតដៃរាប់ពាន់ក៏បានចាប់ផ្ដើមភ្លឺពន្លឺខ្មៅស្រអាប់វិសាក៏ដើរតាមផែនទីរហូតដល់បន្ទប់មួយនៅខាងក្រោយបល្ល័ង្កថ្មនៅទីនោះគឺមានរូបចម្លាក់បុរសចំណាស់ម្នាក់អង្គុយបិទភ្នែកនៅជើងរូបចម្លាក់នោះគឺមានអក្សរបុរាណមួយជួរវិសាលអានយឺតភ្លាមនោះផងដែរដីទាំងមូលក៏បានចាប់ផ្ដើមញ័រសំឡេងក្រហមក៏បានលាន់ចេញពីក្រោមដីបន្ទាប់មកបល្ល័ង្កថ្មក៏បានរអិលទៅម្ខាងបង្ហាញនៅជណ្ដើរចុះក្រោមដងងឹតគេដឹងថាផ្លូវទៅកាន់បន្ទប់វិញ្ញាណ1000គឺបានបើកហើយវិសាក៏បានកាន់នៅចង្កៀងហើយក៏បានចុះទៅក្រោមយឺតជណ្ដើរនោះគឺវែងខ្លាំងមែនទែនហើយកាន់តែចុះទៅគឺកាន់តែត្រជាក់កាន់តែចុះកាន់តែត្រជាក់រហូតដល់គេឈានដល់ទ្វារធំមួយធ្វើអំពីថ្មខ្មៅនៅលើទ្វារនោះគឺមានស្នាមបាតដៃដ៏ធំមួយនៅពេលដែលវិសាដាក់ដៃលើវាទ្វារក៏បានបើកយឺតអ្វីដែលគេឃើញនៅខាងក្នុងគឺធ្វើឲ្យ
ឈាមនៅក្នុងខ្លួនមានការត្រជាក់ស្ទើរតែឈប់ហូរទៅហើយបន្ទុកដ៏ធំសម្បើមមួយនោះគឺលាតសន្ធឹងដល់ចុងភ្នែកនៅជុំវិញជញ្ជាំងគឺមានស្រមោលមនុស្សរាប់ពាន់ឈរស្ងៀមពួកគេទាំងអស់គឺមានស្នាមបាតដៃខ្មៅនៅលើខ្នងនោះគឺជាវិញ្ញាណអ្នកស្នងអាគមគ្រប់ចំនួននោះឯងភ្នែករបស់ពួកគេបានបើកឡើងក្នុងពេលតែមួយហើយសម្លឹងមកកាន់វិសាលបន្ទប់ទាំងមូលគឺលាន់សម្លេងតែមួយអ្នកស្នងថ្មីបានមកដល់ហើយនេះគឺជាសម្លេងដែលបន្លឺឡើងនៅក្នុងទីនោះវិសាលក៏បានថយក្រោយមួយជំហានប៉ុន្តែនៅកណ្ដាលបន្ទប់គឺមានអ្វីមួយកំពុងតែបញ្ចេញនៅពន្លឺខ្មៅវាជាថ្មមួយដ៏ធំកំពុងតែលោតដូចជាបេះដូងរស់អញ្ចឹងថ្មបេះដូងអាគមភ្លាមនោះផងដែរស្រមោលខ្មៅដែលតាមលងគេតាំងតែពីដំបូងក៏បានបង្ហាញខ្លួនម្ដងទៀតលើកនេះវាមិនមែនជាស្រមោលទៀតនោះទេវាក៏បានប្រែក្លាយទៅជាបុរសចំណាស់ម្នាក់ស្លៀកសម្លៀកបំពាក់បុរាណគាត់ក៏បានញញឹមយឺតទីបំផុតអ្នកដែលខ្ញុំរងចាំបានមកដល់ហើយវិសាលក៏បានឆ្ងល់ខ្លួនឯងថាអ្នកណាជាអ្នកដែលគេរងចាំបុរសចំណាស់នោះក៏បានសើចតិចខ្ញុំគឺតាអន្តងវិញ្ញាណម្ចាស់អាគមព្រៃខ្មៅពេលឮឈ្មោះនេះវិសាលស្ទើរតែមិនជឿទៅនឹងត្រចៀកខ្លួនឯងមនុស្សដែលគេស្មានថាស្លាប់បាត់ទៅរាប់សតវត្សមុនបែរជាកំពុងតែឈរនៅចំពោះមុខគេទៅវិញហើយភ្នែករបស់លោកតាអន្តងវិញ្ញាណកំពុងតែបញ្ចេញនៅពន្លឺខ្មៅដ៏គួរឲ្យខ្លាចឥឡូវនេះដល់ពេលឲ្យអ្នកជ្រើសរើសហើយខ្លាយជាម្ចាស់អាគមថ្មីឬខ្លាយជាវិញ្ញាណមួយក្នុងចំណោមពួកគេសម្លេងវិញ្ញាណរាប់ពាន់ក៏បានលាន់ពេញបន្ទប់ហើយស្នាមបាតដៃនៅលើខ្នងរបស់វិសាលក៏បានចាប់ផ្ដើមឈឺចាប់ខ្លាំងឡើងជាងពេលណាទាំងអស់ស្នាមបាតដៃខ្មៅនៅលើវិសាលក៏បានក្តៅក្រហមក្រហាយដូចភ្លើងដែលគេកំពុងតែដុតតែពេលនោះផងដែរគេក៏បានលុតជង្គង់ចុះនៅលើដីទាំងឈឺចាប់យ៉ាងខ្លាំងនៅជុំវិញខ្លួនវិញ្ញាណរាប់ពាន់ក៏បានកំពុងតែសម្លឹងមើលមកកាន់គេដោយភ្នែកស្រពិចស្រពិលតាអន្តរវិញ្ញាណដើរមកជិតបន្តិចម្ដងក៏បាននិយាយថាអ្នកមានអំណាចពិសេសជាងអ្នកស្នងមុននេះគឺជាភាសារបស់លោកតាអន្តរវិញ្ញាណបើអ្នកទទួលយកនៅអាគមនេះអ្នកនឹងគ្រប់គ្រងពេលវេលានិងវិញ្ញាណទាំងឡាយបានវិសាលក៏បានក្រវីក្បាលខ្ញុំមិនចង់បានអំណាចនោះទេលោកតាអន្តរវិញ្ញាណក៏បានសោកមនុស្សគ្រប់គ្នាគេតែងតែនិយាយបែបនេះនៅពេលដំបូងប៉ុន្តែចុងក្រោយគឺពួកគេក៏តែងតែជ្រើសរើសនៅអំណាចនេះឯងភ្លាមនោះផងដែរថ្មបេះដូងអាគមនៅកណ្ដាលបន្ទប់ក៏បានចាប់ផ្ដើមភ្លឺខ្លាំងឡើងសរសៃពន្លឺខ្មៅក៏បានលាតសន្ធឹងទៅកាន់វិញ្ញាណទាំងអស់តែម្ដងវិសាលក៏បាននឹកឃើញពាក្យនៅក្នុងគម្ពីរអំណាចងងឹតមិនអាចឈ្នះបានដោយអំណាចងងឹតទេវាត្រូវការចិត្តដែលមិនចុះចាញ់គេក៏បានដឹងផងដែរថាការប្រយុទ្ធពិតប្រាកដមិនមែនជាការប្រយុទ្ធដោយកម្លាំងនោះទេតែជាការប្រយុទ្ធនៅក្នុងចិត្តវិសាលក៏បានងើបប្រោកឈរឡើងយឺតគេក៏បានចាប់យកនៅគម្ពីរពន្លឺចេញពីក្នុងអាវរបស់គេទំព័រដែលមាននៅក្នុងសៀវភៅក៏បានបញ្ចេញពន្លឺភ្លឺស្រាលពន្លឺនោះគឺបានសាយភាយពេញបន្ទប់វិញ្ញាណ1000វិញ្ញាណជាច្រើនក៏បានចាប់ផ្ដើមរលាយបាត់ពីភាពងងឹតនោះមុខរបស់ពួកគេក៏បានប្រែទៅជាស្ងប់សុខជាងមុនតាអន្តរវិញ្ញាណក៏បានស្រែកដោយកំហឹងបញ្ឈប់វាគាត់ក៏បានលើកដៃឡើងខ្យល់ខ្មៅដ៏ខ្លាំងមួយបានវាយសម្រុកមកលើវិសាលប៉ុន្តែពន្លឺពីគម្ពីរពន្លឺនៅតែការពារគេវិសាលក៏បានដើរទៅរកថ្មបេះដូងអាគមម្ដងមួយជំហានរហូតដល់ទៅបានប្រហែលជា3ទៅ4ជំហានកាន់តែជិតគម្ពីរនោះស្នាមបាតដៃនៅលើខ្នងក៏កាន់តែឈឺចាប់ឡើងតែគេមិនឈប់នោះឡើយនៅពេលដែលទៅដល់ក្បែរថ្មបេះដូងអាគមវិសាលក៏បានឃើញនៅរូបចម្លែកជាច្រើន
រូបភាពទាំងនោះបង្ហាញពីអតីតកាលគេឃើញអ្នកស្នងជាច្រើនដែលត្រូវបានក្បួនដោយអំណាចចងជាប់គេឃើញការភ័យខ្លាចការចង់បាននិងការក្បត់ហើយចុងក្រោយគេក៏បានឃើញតាអន្តរវិញ្ញាណកាលនៅជាមនុស្សធម្មតាកាលនោះគាត់មិនមែនជាមនុស្សអាក្រក់អ្វីនោះទេគាត់គ្រាន់តែចង់មាននៅអំណាចដើម្បីឈ្នះនៅសេចក្តីស្លាប់ប៉ុន្តែការចង់បាននោះគឺបានបំផ្លាញនៅចិត្តរបស់គាត់បន្តិចម្ដងវិសាលក៏បានដាក់ដៃលើថ្មបេះដូងអាគមភ្លាមនោះផងដែរបន្ទប់ទាំងមូលក៏បានញាប់ញ័រយ៉ាងខ្លាំងតាអន្តរវិញ្ញាណក៏បានស្រែកទេវិញ្ញាណរាប់ពាន់លាន់សំឡេងក្នុងពេលតែមួយប៉ុន្តែវិសាលមិនបានបំផ្លាញថ្មនោះទេផ្ទុយទៅវិញគេក៏បាននិយាយថាខ្ញុំមិនជ្រើសរើសអំណាចទេហើយខ្ញុំក៏មិនជ្រើសរើសការសងសឹកដែរពន្លឺភ្លឺស្រាងក៏បានផ្ទុះចេញពីកំពីងពន្លឺវាក៏បានគ្របដណ្ដប់ថ្មបេះដូងអាគមទាំងមូលតែម្ដងស្រមោលខ្មៅជុំវិញថ្មក៏បានចាប់ដើមរលាយវិញ្ញាណរាប់ពាន់ក៏បានចាប់ដើមមានសេរីភាពម្នាក់ក៏បានញញឹមលើកចុងក្រោយមុននឹងបាត់ទៅនៅក្នុងពន្លឺតាអន្តរវិញ្ញាណឈរស្ងៀមទឹកមុខកំហឹងរបស់គាត់ក៏បានប្រែទៅជាទុក្ខសោកវិញរាប់រយឆ្នាំហើយទីបំផុតវាបានបញ្ចប់ពន្លឺក៏បានគ្របដណ្ដប់នៅរូបរាងរបស់គាត់ហើយគាត់ក៏បានបាត់ទៅជាមួយនឹងអាគមព្រៃខ្មៅបន្ទាប់ពីអ្វីមានការស្ងប់ឡើងម្ដងវិសាលក៏បានបើកភ្នែកគេឈរនៅមុខប្រាសាទខ្មៅនោះព្រះអាទិត្យកំពុងតែរះស្នាមបាតដៃខ្មៅនៅលើខ្នងក៏បានបាត់ទៅហើយព្រៃខ្មៅដែលធ្លាប់តែគួរឲ្យខ្លាចក៏ប្រែទៅជាព្រៃធម្មតាវិញខ្យល់បក់មកយ៉ាងស្រទន់វិសាលញញឹមតិចដំណើរដល់វែងឆ្ងាយក៏បានបញ្ចប់ហើយប៉ុន្តែនៅក្រោយគំនរថ្មចាស់នៃប្រាសាទនោះគឺនៅមានសៀវភៅបុរាណមួយក្បាលដែលមិនទាន់មាននរណាបានបើកអាននោះទេហើយនោះអាចជាការចាប់ផ្ដើមនៃរឿងអកម្បាំងថ្មីមួយទៀតបាទប្រិមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាចំពោះសាច់រឿងនេះគឺមានការបញ្ចប់ត្រឹមប៉ុណ្ណឹងតកតទៅនឹងរឿងអាគមព្រៃខ្មៅហើយបើសិនជាមានការគ្រប់គ្រងអំពីសំណាក់ពុកម៉ែបងប្អូនឲ្យខ្ញុំបាទនិទានបន្តទៀតខ្ញុំបាទនឹងលើកយកនៅភាគទី2ដែលភាគទី2និយាយអំពីសៀវភៅទី2របស់តាអន្តរវិញ្ញាណលើកយកមកសម្រាយក៏ដូចជានិទានចែកជូនប្រិយមិត្តពុកម៉ែបងប្អូនស្ដាប់ជាបន្តទៀតអញ្ចឹងទេនៅក្នុងសាច់រឿងនេះខ្ញុំបាទសូមបញ្ចប់ប៉ុណ្ណេះសូមអរគុណសូមគោរពលា